នេតិកសិកម្មក្នុងពេលបច្ចុប្បន្នកសិករកម្ពុជាដាំដុះស្រូវប្រមាណ 1000 ពូជក្នុងចំណោមពូជទាំងនោះមានពូជស្រូវក្រអូបច្រើនប្រភេទដូចជាផ្កាម្លិះផ្ការំដួលសូម៉ាលីនាងអំម្លិះក្រហមនិងដំណើបខ្មៅជាដើមពូជស្រូវក្រអូបទាំងនេះកំពុងមានតម្លៃខ្ពស់ក្នុងទីផ្សារជាតិនិងអន្តរជាតិដើម្បីឲ្យគ្រាប់ពូជស្រូវក្រអូបនោះផ្ដល់នូវទិន្នផលស្រូវកើនទ្វេដងក្រុមអ្នកជំនាញកសិកម្មបានណែនាំឲ្យអ្នកផលិតដំណាំស្រូវត្រូវចេះបន្សុទ្ធពូជឲ្យបានសុទ្ធល្អមុនយកគ្រាប់ពូជនោះទៅដាំជាថ្មីទៀតតើការបន្សុទ្ធពូជស្រូវធ្វើយ៉ាងណាចាសសូមលោកនាងស្ដាប់សេចក្តីអត្ថាធិប្បាយរបស់អ្នកស្រីអុកសាវបូរីដូចតទៅប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាហៅកាត់ថាសេដាបណ្ឌិតយ៉ងសង្គមាណែនាំឲ្យកសិករចេះបន្សុទ្ធពូជស្រូវនៅដើមរដូវវស្សាលោកបន្តថាកសិករត្រូវចំណាំកាលណាគ្រាប់ពូជសុទ្ធល្អពេលយកទៅដាំជាថ្មីធ្វើឲ្យទិន្នផលស្រូវកើនឡើងការចំណាំមួយទៀតពេលយកស្រូវទៅកិនគឺគ្រាប់អង្ករមិនបាក់ខ្ទេចច្រើនកំណាត់ទេលោកថាស្រូវផ្កាម្លិះផ្ការំដួលម្លិះក្រហមនាងអំជាដើមជាស្រូវកំពុងតែដណ្ដើមតម្លៃខ្ពស់នៅក្នុងទីផ្សារនាំចេញអង្ករទៅបរទេសពូជស្រូវទាំងនេះមានក្លិនក្រអូបគ្រាប់វែងសម្បុរសថ្លាបាយទន់រសជាតិឆ្ងាញ់ដើម្បីឲ្យវាហុចទិន្នផលច្រើនកសិករត្រូវចេះបន្សុទ្ធពូជវាមុនដាំដុះជាថ្មីវិធីបន្សុទ្ធពូជស្រូវឲ្យសុទ្ធល្អលោកប្រាប់ថាត្រូវធ្វើនៅក្នុងដើមរដូវវស្សាការបន្សុទ្ធមេពូជមានវិធីពីរបែបសំខាន់ទី1ជ្រើសរើសដើមស្រូវម្ដុំណាដែលដុះខ្ពស់ស្មើគ្នាមានគួរស្រូវវែងមានគ្រាប់ច្រើនហើយគ្រាប់ទុំពេញទឹកល្អការជ្រើសរើសពូជគួរធ្វើនៅពេលស្រូវជិតទុំវិធីទី2គឺបន្សុទ្ធពូជដោយការបកគ្រាប់ស្រូវហើយយកទៅដាំក្នុងមួយគ្រាប់កប់មួយកន្ទោងបើយើងចង់ផលិតមេពូជអញ្ចឹងនៅដើមរដូវហ្នឹងគឺយើងរើសស្រូវដែលល្អគ្រាប់ស្រូវដែលល្អហ្នឹងហើយយើងបកវាទៅពេលយើងបកគ្រាប់ស្រូវទៅយើងឃើញអង្ករនៅខាងក្នុងហ្នឹងហើយយើងរើសតែអង្ករណាដែលរលូនល្អដែលអត់មានស្នាមប្រេះស្នាមបាក់អីចឹងហើយយើងយកវាទុកទៅដាំធ្វើពូជអញ្ចឹងដល់ពេលយើងបកស្រូវ100គ្រាប់ហ្នឹងយើងបានប្រហែលជា10គ្រាប់ឬក៏10គ្រាប់ជាងឬអាចតិចជាងហ្នឹងវាអាស្រ័យគុណភាពស្រូវរបស់យើងបើស្រូវរបស់យើងកាលពីច្រូតកាលពីទុំហ្នឹងវាទុំពេកហើយស្រូវយើងអត់សូវល្អវាបាក់ច្រើនលោកបន្ថែមថាក្រៅពីរើសគ្រាប់អង្ករដែលគ្មានស្នាមប្រេះស្នាមបាក់ត្រូវមើលគ្រាប់អង្ករនោះមិនមានពណ៌លឿងរើសយកតែគ្រាប់អង្ករណាដែលមានពណ៌សថ្លាមកដាំធ្វើមេពូជការដាំឲ្យវាបានជាមេពូជត្រូវយកគ្រាប់អង្ករមួយគ្រាប់ដែលរើសសម្រាំងបាននោះទៅបណ្ដោះគ្រាប់ដោយបណ្ដោះដំណាំផ្សេងទៀតដែរហើយត្រង់ឡើយនេះគឺកសិករខ្លះគាត់ចេះបារម្ភខ្លាចថាទី1គាត់ខ្លាចថាវាអត់ដុះគាត់វាអត់ដែលធ្វើខ្ញុំចាក់ថាអីវាដុះប៉ុន្តែវាមានបញ្ហាកាលណាយើងដុះវាអត់ស្រួលសម្ោចវាពំវាយកទៅបាត់អញ្ចឹងកន្លែងដែលយើងបដោះហ្នឹងយើងត្រូវការពារវាឲ្យបានល្អកុំឲ្យសម្ោចមកពំហើយយើងអាចយកគ្រាប់អង្ករហ្នឹងណាលាយជាមួយផេះហើយយើងអាចដាក់ប្រេងកាតតិចតួចទៅដើម្បីការពារកុំឲ្យសម្ោចវាមរុំលោកយ៉ងសង្គមាប្រាប់អំពីវិធីងាយបំផុតក្នុងកិច្ចការពារស្រមោចកុំឲ្យវាពំគ្រាប់អង្ករបករួចបានកសិករត្រូវយកគ្រាប់អង្ករនោះទៅកប់នៅក្នុងកន្ទោងដែលមានល្បាយដីនិងជីនៅក្នុងនោះស្រាប់យកកន្ទោងដែលបានកប់គ្រាប់អង្ករក្នុងនោះទៅត្រាំពីលើចានឬថាសដែលមានទឹកតិចៗការត្រាំទឹកនោះកុំឲ្យស្រមោចវាចូលទៅពំគ្រាប់អង្ករបានទុកឲ្យគ្រាប់អង្ករនោះវាដុះក្នុងកន្ទោងឲ្យបាន15ទៅ18ថ្ងៃទើបយកវាទៅដាំក្នុងដីស្រែដែលមានលាយជីកំប៉ុស្តស្រាប់គ្រាប់ស្រូវឬគ្រាប់អង្ករគ្រាប់ហ្នឹងសំខាន់ណាស់បើយើងបានគ្រាប់វាល្អហើយយើងយកទៅដាំដុះទៅដុះវាបានចេញមកអាសនាបនឹងថ្លោះល្អហើយយើងយកទៅដាំឬយកទៅស្ទូងបាទអញ្ចឹងចេញពីមួយគ្រាប់ហ្នឹងយើងអាចបានរហូតដល់រាប់ពាន់គ្រាប់ឬក៏អាចឈានដល់10000ក៏បានដែរព្រោះមួយគ្រាប់វាបែកគួរច្រើនហើយវាអាចបាន20 30 40 50គួរឬការថែទាំរបស់វាហើយមួយគួរវាអាចបាន200ឬក៏ជាង200គ្រាប់លោកយ៉ងសង្គមាបន្ថែមថាដើម្បីបានពូជស្រូវកាន់តែសុទ្ធល្អអាចរើសបានទម្ងន់10ទៅ20គីឡូក្រាមសម្រាប់យកវាទៅដាំលើកក្រោយទៀតលើដីទំហំ1ហិកតាកសិករត្រូវបកគ្រាប់ស្រូវឲ្យបាន200ទៅ300គ្រាប់យកទៅដាំជាថ្មីដើម្បីបង្កើតជាមេពូជក្នុងទម្ងន់10គីឡូទៅ20គីឡូក្រាមគ្រាប់ពូជសុទ្ធនឹងទទួលបានគ្រាប់ស្រូវមកវិញទម្ងន់ដល់ទៅ5ទៅ7តោនហើយត្រូវស្ទូងតាមបច្ចេកទេសប្រពលវប្បកម្មដាំស្រូវមួយដើមឬកសិករនិយមហៅថាបវសនោះព្រោះថាការស្ទូងបវសនេះក្នុងសំណាបមួយដើមវានឹងបែកបានជាង30ដើមស្រូវបើដីស្រែមិនសូវល្អបើដីស្រែល្អឬក្នុងដីស្រែសម្បូរជីកំប៉ុស្តស្រស់និងការថែទាំទឹកនិងថែមជីបានល្អក្នុងរយៈពេលនៃការដាំដុះនិងការលូតលាស់នៃដំណាំស្រូវនោះដើមសំណាបមួយដើមអាចបែកគុម្ពដល់ទៅ40ទៅ50ដើម
ក្នុងមួយគុម្ពស្រូវដែលមានដើមស្រូវ40ទៅ50ដើមនោះវានឹងផ្ដល់គួរវែងផ្ទុកទៅដោយគ្រាប់ស្រូវច្រើនក្នុងដើមស្រូវនីមួយៗចំពោះកសិករម្នាក់ៗមួយគ្រួសារបើគាត់អាចធ្វើអញ្ចឹងបានគាត់ធ្វើប្រហែលជា2-300គុម្ព2-300គ្រាប់ឲ្យដាំថែទាំបណ្ឌិតដល់គាត់នឹងអាចបានគ្រាប់ស្រូវគ្រប់គ្រាន់សម្រាប់ឆ្នាំក្រោយហើយធ្វើស្រូវគាត់សុទ្ធហើយផលស្រូវនឹងខ្ពស់ល្អខុសពីធម្មតាហើយបើគាត់ធ្វើអញ្ចឹងរាល់ឆ្នាំស្រូវនឹងកាន់តែសុទ្ធកាន់ល្អហើយលក់បានកាន់តែថ្លៃទី1វាសុទ្ធល្អទី2អត្រាបាក់នៅពេលម៉ាស៊ីនកិនស្រូវវាយកទៅកិនហ្នឹងអាស្រូវដែលយើងផលិតចេញពីអាមេពូជហ្នឹងអាពូជដែលសុទ្ធសម្រាប់ដូចខ្ញុំនិយាយវាបកអង្គហ្នឹងគឺអត្រាបាក់ទាបហើយម៉ាស៊ីនកិនស្រូវគេហ៊ានទិញថ្លៃជាងធម្មតាដោយសារវាបាក់ទាបចឹងគេចំណេញច្រើននឹងជាវិធីសាស្ត្រសាមញ្ញទី1ចំពោះវិធីសាស្ត្រសាមញ្ញទី2គឺការបន្សុទ្ធពូជនៅពេលស្រូវជិតទុំលោកបានប្រាប់ថាកសិករគួររើសដើមស្រូវនៅក្នុងស្រែមួយណាដែលនៅតែម្ដុំនោះវាដុះមានកម្ពស់ខ្ពស់ជាងគេកសិករត្រូវយកខ្សែមកព័ទ្ធវាទុកប្រមាណ 1A ឬ 2A ឲ្យវាដាច់ដោយឡែកពីគេបើនៅជិតនោះមានដើមស្រូវណាដុះទាបជាងឬក៏ខ្ពស់ជាងម្ដុំដើមស្រូវដែលយើងបានព័ទ្ធទុកត្រូវកាត់ដើមមិនស្មើនោះចេញកុំឲ្យវាដុះនៅក្បែរដើមស្រូវដែលយើងបានព័ទ្ធទុកអញ្ចឹងយើងមើលស្រូវណាដែលវារៀងដុះខុសគេយើងកាត់ចោលយើងទុកតែណាដុះស្មើគ្នាហើយបន្ទាប់មកដល់ពេលខែច្រូតយើងចាប់ដើមច្រូតយកតែគូល្អយកចងវាទុកម្ដុំទីហោបើយើងត្រូវការ20គីឡូអញ្ចឹងយើងអាចចងវាទៅប្រហែលជា10ឬក៏20បាច់អីហ្នឹងទៅយូរទុកនៅតាមផ្ទះយើងទៅហើយដល់ពេលខែធ្វើស្រែយើងអាចយកមកប្រឡេះឬយកមកបែនវាយកទៅប្រើប្រាស់អាហ្នឹងក៏ជាវិធីសាស្ត្រមួយល្អដែរហើយបើយើងធ្វើរបៀបចឹងរាល់ឆ្នាំអញ្ចឹងទៅស្រូវយើងកាន់តែសុទ្ធល្អប៉ុន្តែគ្រាន់តែស្រូវដែលយើងបកបើយើងបកហើយយើងយកទៅដាំបានពូជហើយយើងសម្រាំងទុកទាំងគួរយ៉ាងទៀតវាកាន់តែល្អថែមទៀតលោកបន្ថែមថាការជ្រើសរើសដើមស្រូវដែលព័ទ្ធចងទុកនៅក្នុងស្រែគួរច្រូតទុកពូជនោះនៅក្នុងពេលស្រូវទុំបាន 80% នៅក្នុងដំណាក់កាលស្រូវទុំគឺមុនវាទុំខ្លាំងវាឡើងម្សៅហើយនៅក្នុងស្រែគ្រាប់ស្រូវបានទុំភាគច្រើននៅពេលនោះគឺកសិករចាប់ផ្ដើមច្រូតមេពូជនោះទុកលោកថាស្រូវទុកពូជមិនត្រូវទុកឲ្យគ្រាប់ស្រូវទុំខ្លាំងទើបច្រូតទេការទុកឲ្យគ្រាប់ស្រូវទុំជ្រុលឬហៅថាទុំញុះនោះនាំឲ្យគ្រាប់ស្រូវបាក់បណ្ដូលខាងក្នុងហើយការទុកវាធ្វើពូជគឺមិនបានល្អដដែលនៅពេលយកវាទៅដាំលើកក្រោយលោកថានៅពេលច្រូតរួចត្រូវរើសមើលគួរណាដែលវែងស្មើគ្នាប្រមូលវាចងព្យួរទុកឲ្យត្រូវពន្លឺថ្ងៃល្មមនិងកន្លែងដែលមានខ្យល់បក់ចេញចូលល្អចាលោកអ្នកនាងជាទីមេត្រីប្រសិនបើលោកអ្នកនាងចង់ជ្រាបលម្អិតពីវិធីទុកពូជសូមតាក់ទងលោកបណ្ឌិតយ៉ងសង្គមាតាមរយៈទូរស័ព្ទលេខ012 80 22 01នាងខ្ញុំអុកសាវបូរីវិទ្យុអាស៊ីសេរីភ្នំពេញ